គោលបំណងនៃការកសាងប្រាសាទព្រះវិហារប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងក្នុងបំណងពិសេសខុសប្លែកពីការកសាងប្រាសាទអង្គរវត្តដែលស្ថាបនាឡើងដើម្បីរំលឹកគុណព្រះវិស្ណុប្រាសាទបាពួនរំលឹកគុណព្រះយេស៊ូវប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងដើម្បីធ្វើជាទីដែលគេរក្សាទុកលិង្គព្រះអាទិទេពស្រីសិក្ខេស្វរៈពីព្រោះតាមជំនឿរបស់ព្រះបាទសូរ្យវរ្ម័នទី1ជាពិសេសព្រះបាទសូរ្យវរ្ម័នទី2ក៏ចឹងដែរលោកនៅតែគាំទ្រគំនិតដែលថាមហិទ្ធិឫទ្ធិធំណាស់អាទិទេពនេះដូច្នេះត្រូវធ្វើម៉េចបន់ស្រន់គោរពបូជាយ៉ាងដាច់ខាតទីតាំងប្រាសាទភ្នំព្រះវិហារនេះទី1គឺគេទុកអាទិទេពស្រីសិក្ខេស្វរៈជួនកាលគេសរសេរខរៈសវរៈជួនកាលគេសរសេរសិក្ខេស្វរៈប៉ុន្តែគឺជាឈ្មោះតែមួយទេគឺជាកន្លែងដែលគេរក្សាទុកពីព្រោះអាទិទេពនេះដែលមានលិង្គជាតំណាងមានមហិទ្ធិឫទ្ធិធន់ណាស់គេជឿថានាំភោគផលនាំសេចក្តីសុខមកដល់ប្រទេសខ្មែរទី2ប្រាសាទភ្នំព្រះវិហារទីកន្លែងនេះមិនមែនជាទីកន្លែងសម្រាប់ព្រះរាជាគង់នៅទេមិនមែនមានទីភូមិសម្រាប់ប្រជាពលរដ្ឋនោះទេគឺមានតែកន្លែងសម្រាប់អ្នកបុស្សឲ្យចូលមកតាំងសិលហើយនឹងដើម្បីនឹងជួយបន្តពិធីគោរពបូជានេះតទៅទៀតបើពិនិត្យទៅគឺត្រូវពិនិត្យមើលនៅប្រាសាទដែលជាប់នឹងខ្លោងទ្វារទី3ឬកុបរៈទី3នៅកុបរៈទី3មានសិលាចារឹក KA 381នោះត្រូវបានសង្ស័យថានៅត្រង់កន្លែងនោះគឺជាកន្លែងដែលគេបំពោះឲ្យទៅជាព្រាហ្មណ៍ដើម្បីនឹងបន្តកិច្ចការគោរពនិងថែរក្សាអាទិទេពស្រីសិក្ខេស្វរៈនោះតទៅទៀតដំណាក់កាលនៃការសាងសង់ប្រាសាទព្រះវិហារមាន3ដំណាក់កាលធំដែលក្រុមអ្នកប្រវត្តិវិទូគិតសង្ស័យថាកាលពីចំនួនព្រះអង្គម្ចាស់ឥន្ទ្រាយុទ្ធគឺអាស្រមប្រហែលធ្វើអំពីឈឺតែមកដល់រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1គឺគេឈូសភ្នំយកថ្មភ្នំធ្វើជាកម្មចិន្តាធ្វើផ្លូវឡើងទៅលើភ្នំនិងយកថ្មភ្នំទៅកសាងជាទីតាំងប្រាសាទផ្សេងៗនៅក្នុងដែនដីនៃប្រាសាទព្រះវិហារបន្ទាប់មកគឺក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2ពេលនោះហើយដែលគេគិតថាប្រាសាទភ្នំព្រះវិហារគឺបានស្ថាបនាឲ្យកាន់តែល្អឡើងនៅពាក់កណ្ដាលសតវត្សទី12ព្រះបាទសូរ្យវរ្ម័នទី2នោះហើយដែលព្រះអង្គបានសាងប្រាង្គប្រាសាទអង្គរវត្តដែលស្ថិតនៅក្នុងខេត្តសៀមរាបសព្វថ្ងៃនេះប្រាសាទភ្នំព្រះវិហារបែបមុខទៅទិសខាងជើងសង់នៅលើខ្នងភ្នំដងរែកដែលជាភ្នំធម្មជាតិលើជម្រាលចោតពីត្បូងទៅជើងប្រាសាទភ្នំព្រះវិហារមានជណ្ដើរបុរាណ2គឺជណ្ដើរខាងជើងឡើងចំកុបរៈទាំង5ដែលកុបរៈទាំង5មានជណ្ដើរនឹងខ្លោងទ្វារចូលនិងជណ្ដើរមួយទៀតឡើងពីខាងកើតជណ្ដើរបុរាណពីកុបរៈទី5ទៅកុបរៈទី4និងកុបរៈទី4ទៅកុបរៈទី3មានដាំបង្គោលគោលសីមាថ្មភុយអមសងខាងព្រះថ្នល់ចំណែកឯពីកុបរៈទី3ទៅកុបរៈទី2មានដាំបង្គោលសីមានិងនាគក្បាល7បើកពពែនៅសងខាងជាលំអរីឯនៅកើតផ្លូវចូលនៅចន្លោះពីកុបរៈទី5និងកុបរៈទី4មានស្រះទឹកបុរាណធំមួយនិងនៅពីកើតព្រះថ្នល់នៅចន្លោះកុបរៈទី4និងកុបរៈទី3ក៏មានស្រះទឹកបុរាណតូចមួយផងដែរនៅផ្នែកឦសាននៃកុបរៈទី3មានសំណង់ប្រាសាទទូលមួយធ្វើអំពីថ្មភុយនៅចន្លោះនៃកុបរៈ2និងកុបរៈទី1មានសំណង់ប្រាសាទ2ទៀតសង់បញ្ច្រាស់ពីគ្នាមួយបែរទៅទិសខាងកើតមួយទៀតបែរទៅទិសខាងលិចដែលអ្នកស្រាវជ្រាវបណ្ណាំងយល់ថាជាហៅត្រៃឬហៅត្រីឬបាណាល័យប្រាង្គកណ្ដាលឬប្រាង្គសំខាន់មានតួនាទីសំខាន់ជាងគេសម្រាប់ជាទីតាំងសក្ការៈគោរពបូជាដ៏ពិសិដ្ឋដែលសម្រាប់តម្កល់លិង្គស្រីសិក្ខេស្វរៈប្រាង្គកណ្ដាលមានកំផាំងជារងថេវព័ន្ធជុំវិញមានប្រក់ដំបូលធ្វើអំពីថ្មផុយកំផាំងរងថេវប្រាង្គកណ្ដាលអាចដើរពីខាងក្រោមបានលើកលែងជ្រុងរងខាងឦសាននិងប្រយ៉ាប់ខណ្ឌបិទជិតបណ្ដាច់ឆ្លងកាត់បានចំណែករងថេវខាងត្បូងខណ្ឌជាជញ្ជាំងដោយរៀបឥដ្ឋបិទបន្ថែមជិតដោយយកឥដ្ឋរបស់ប្រាសាទចាក់មកប្រើរងថេវខាងលិចនិងរងថេវខាងកើតមានទ្វារមួយសម្រាប់ចេញចូលនៃកើតនិងលិចនៃរងថេវប្រាង្គកណ្ដាលមានសំណង់ទីទៀតគឺជញ្ជាំងសម្រាប់ដាក់សម្ភារៈប្រើដល់ប្រាសាទបន្តពីរងថេវខាងត្បូងនៃប្រាង្គកណ្ដាលដល់ចុងចម្រាក់ភ្នំចុងខាងត្បូងបំផុតគឺជាទីលានមានផ្ទាំងថ្មដែលបន្សល់ទុកជាស្នាមដាប់យកថ្មមកសង់ប្រាសាទនៅចុងខាងត្បូងបំផុតគឺជាប៉ៅតាឌីបើគិតចាប់ពីដីទំនាបពីផ្លូវឡើងទៅបរប្រាសាទដែលនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ
គឺគេត្រូវដើរឡើងតាមជណ្ដើរជាច្រើនកាំដែលមានចម្ងាយទាំងអស់804ម៉ែត្រមុននឹងឡើងពីដីទំនាបទៅដល់ប្រាសាទលើកំពូលភ្នំគេត្រូវឆ្លងកាត់ខ្លោងទ្វារ5ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេមានកម្ពស់525ម៉ែត្រតួប្រាសាទសំខាន់នោះមានទំហំ325ម៉ែត្រគុណនឹង14ម៉ែត្រដែលគេគិតសង្ស័យថាជាកន្លែងរក្សាទុកលិង្គអាទិទេពឈ្មោះស្រីសេខរិស្វរៈទីមួយពីជើងភ្នំគឺមានចម្ងាយ54ម៉ែត្រគេធ្វើជាជណ្ដើរទាំងអស់មាន159កាំយើងធ្វើដំណើរឡើងជណ្ដើរមានលក្ខណៈជម្រាលបន្តិចចម្ងាយ25ម៉ែត្រចូលមកខ្លងទ្វារនៃគោបរតិផាំបន្ទាប់ពីធ្វើដំណើរមកដល់ខ្លងទ្វារនៃគោបរតិផាំគេត្រូវធ្វើដំណើរតាមប្រថ្នល់ឡើងមកទៀតប្រហែលចម្ងាយ244ម៉ែត្រនៅតាមប្រថ្នល់មានដាក់មានបោះគោលតាមសងខាងផ្លូវដើរមកបានចូលខ្លងទ្វារនៃគោបរតិ4នៃខ្លងទ្វារនៃគោបរតិ4នេះមានហោជាងឆ្លាក់ពីបរណាពីរឿងទេវមថាគឺរឿងគោសមុទ្រទឹកដោះជារឿងនៃការបង្កើតសត្វលោកនិងនៅខាងក្រោមមានផ្តាយរៀបជារូបព្រះវិស្ណុនៅពេលដែលឡើងជណ្ដើរនៅខាងឆ្វេងដៃមានស្រះបុរាណមួយស្រះនេះគឺមានន័យសំខាន់ណាស់ពីព្រោះថាកាលពីពេលដែលព្រះមហាក្សត្រថៃសពថ្ងៃនេះគឺព្រះបាទហ្វូមីផុនអាដូលយ៉ាដេតឡើងក្រុងរាជនៅថ្ងៃទី9ខែមិថុនាឆ្នាំ1949ថៃបានមកយកទឹកពីស្រះនេះទៅបែបបំពេញពិធីអភិភិសេកព្រះមហាក្សត្រថៃនៅឯទីក្រុងបាងកកប្រទេសថៃ